ngày ní nhom nằng nomเนี่ยต้องให้มาเฟอร์chuộtเจียงมอนในเมนูจิตชิงพิเศษ Oh my god! Wow! ចឹងដំបូងនឹងគឺយើងធ្វើម្ដាំទឹកស្ងោរចឹងមុនសិនហើយនៅពេលដែលស្ងោរហ្នឹងគឺកុំភ្លេចដាក់កូនលខៃលខូចខ្ទឹមឲ្យផងកុំឲ្យវាមានក្លិនអត់ល្អអញ្ចឹងជើងមុនហ្នឹងគឺយើងដាក់ស្ងោរចោលទៅហើយយើងបកមកធ្វើទឹកថៃសម្រាប់ដាក់ក្នុងជ្រក់ហ្នឹងវិញចំពោះទឹកថៃហ្នឹងគឺខ្ញុំដាក់ស្ករមួយកូនចានហើយលើសបន្តិចហើយបន្ទាប់មកដាក់ទឹកត្រីមួយកូនចានហើយនិងទឹកធម្មតាមួយកូនចានបន្ទាប់មកគឺខ្ញុំដាក់ទឹកក្រូចឆ្មាចំនួន3កូនចានហើយចាក់អត់បានទេជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសភាគច្រើនជ្រក់ចឹងមុនគឺគេដាក់គល់ស្លឹកខៃគេហាន់ចូលមកប៉ុន្តែខ្ញុំអត់មានហើយណាមួយខ្ញុំខ្ជិលរើសចេញផងពេលញ៉ាំគង់តែរើសចេញតែខ្ញុំក៏បានដាក់ស្លឹកក្រូចតិចដែរកុំឲ្យថាវាមានក្លិនឈ្ងុយសោះអញ្ចឹងហើយខ្ញុំក៏បានដាក់ការ៉ុតចូលទៅក្នុងនឹងដែរហើយខ្ញុំភ្លេចប្រាប់នៅពេលដែលជើងមាន់អ្នកនរគ្នាឆ្អិនហ្នឹងគឺអាចយកទៅត្រាំទឹកកកបានអានេះគឺខ្ញុំត្រាំហើយប៉ុន្តែខ្ញុំអត់បានថតហើយបន្ទាប់មកគឺខ្ញុំចាក់ទឹកថៃដែលខ្ញុំធ្វើហ្នឹងចូលត្រាំនៅក្នុងនឹងឲ្យជោគជើងមាន់ហ្នឹងមកហើយបន្ទាប់មកគឺយើងអាចយកទៅទុកនៅក្នុងទូទឹកកកហើយកន្លះថ្ងៃទៅមួយថ្ងៃបានចាំខ្ញុំញ៉ាំបានវាចូលចិត្តឆ្ងាញ់ហើយនេះគឺជាជ្រក់ជើងមាន់ដែលខ្ញុំបានធ្វើហើយឥឡូវគឺដល់វគ្គដែលយើងត្រូវមកភ្លក់ហើយនេះខ្ទឹមក្រហមមួយការ៉ុតអីដាក់មួយទឹកថៃចឹងទៅគឺឆ្ងាញ់ហ្មងដាក់អាប់បន្លែហ្នឹងឲ្យច្រើនដើម្បីបានញ៉ាំឈប់ខ្លះចឹងបើញ៉ាំតែជ្រក់ជើងមាន់ក៏ស្អីឆ្ងាញ់ដែរតែញ៉ាំយូរៗទៅវាហាងមាត់ដល់តាម